សួស្តីអ្នកនរគ្នាតោះតដឹងអំពីរបៀបរលុយជាមួយនឹងបាយណងឡានភូលបាទអ្នកនរគ្នាឥឡូវនេះគឺបាយណងបានទម្លាក់នៅ project ថ្មីទៀតហើយអ្នកនរគ្នាដែលអ្នកនរគ្នាអាចទៅរលុយឬក៏ទៅយកនៅលុយ free កាក់ free បានពីបាយណងជាមួយនឹង project ថ្មីនេះproject ថ្មីនេះគឺមានឈ្មោះថា Space and Time ឬក៏ SHT នៅក្នុងបាយណងឡានភូលដូចនេះអ្នកនរគ្នាអាចទៅធ្វើការចូលរួមជាមួយនឹងបាយណងឡានភូលនេះដើម្បីយកនៅកាក់ free ឬក៏យកនៅលុយ free នេះបានបាទធ្វើម៉េចដើម្បីចូលរួមជាមួយវាបានតោះទៅមើលវីដេអូដែលខ្ញុំនឹងណែនាំអ្នកនរគ្នា Let's go បាទអ្នកនរគ្នាមុនទៅមើលវីដេអូទាក់ទងជាមួយនឹងរបៀបចូលរួម participate នៅក្នុងបាយណងឡានភូលដើម្បីបានលុយ free ឬក៏កាក់ free នេះដំបូងបាទអ្នកទាំងអស់គ្នាត្រូវមាន account បាយណងសម្រាប់ធ្វើការទិញលក់កាក់ទេអ្នកនរគ្នាគួរតែបង្កើតវាឥឡូវនេះអ្នកនរគ្នាបង្កើតឥឡូវនេះអ្នកនរគ្នាបាន$6ភ្លាមដើម្បីបង្កើតវាដំបូងអ្នកនរគ្នា stop វីដេអូនេះទៅអ្នកនរគ្នាធ្វើការ scan ណាអ្នកនរគ្នា scan QR មួយនេះហើយអ្នកនរគ្នាធ្វើការ sign up បន្ទាប់មកអ្នកនរគ្នាគ្រាន់តែធ្វើការបំពេញនៅ mail ឬក៏អ្នកនរគ្នាបំពេញនៅ password រួចជាការស្រេចបន្ទាប់ពីអ្នកនរគ្នាបំពេញ mail បំពេញ password រួចហើយអ្នកនរគ្នាគ្រាន់តែធ្វើការបំពេញចុងក្រោយគឺ KYC Know Your Customer Service ហើយអ្នកនរគ្នាធ្វើការ verify ជាមួយនៅ ID ឬក៏ passport បន្ទាប់ពីអ្នកនរគ្នា verify ID passport រួចហើយអ្នកនរគ្នាអាចធ្វើការចូលរួមជាមួយបាញ់ណងឡាន page ឡានភូដើម្បីបានលុយ free ឬក៏ដើម្បីទិញអ្នកនរគ្នាធ្វើការទិញលក់កាក់បានដោយសេរីនៅក្នុងបាញ់ណងបាទសួស្តីអ្នកនរគ្នាជួបជាមួយនឹងខ្ញុំបាទម្ដងទៀតហើយគឺហេងហើយនៅក្នុងវីដេអូនេះគឺយើងមកនិយាយអំពី project ថ្មីរបស់បាញ់ណងដែលជា project បាញ់ណងឡានភូលហើយឥឡូវនេះគឺបាញ់ណងបានទម្លាក់នៅកាក់ថ្មីទៀតហើយអ្នកនរគ្នាចូលទៅក្នុង program នេះគឺឈ្មោះវាគឺ SHT ឬក៏អក្សរពេញគឺ Space and Time នៅក្នុងបាញ់ណងឡានភូលហើយអ្នកទាំងអស់គ្នាអាចធ្វើការចូលរួមជាមួយនឹងកម្មវិធីបាញ់ណងឡានភូលកាក់ Space and Time នេះដើម្បីទទួលបាននៅកាក់នេះ free ហើយឬក៏អ្នកទាំងអស់គ្នាទទួលបាននៅលុយ free អំពីបាញ់ណងរាល់ដងអ្នកទាំងអស់គ្នាមុននឹងយើងទៅដឹងអំពីរបៀបដើម្បីចូលរួមឬក៏ដើម្បី participate ដើម្បីបានកាក់ free លុយ free នេះខ្ញុំចង់មកនិយាយ3ចំណុចសិនអ្នកទាំងអស់គ្នាចំណុចទី1គឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្វែងយល់តើអ្វីទៅគឺជាកាក់ Space and Time ឬក៏កាក់ SHT ហើយសម្រាប់ទី2តើអ្វីទៅគឺជាកម្មវិធីបាញ់ណងឡានភូលហើយសម្រាប់ទី3ហើយយើងចូលរួម participate ធ្វើការដើម្បីបានលុយ free កាក់ free នេះបានដូចម្ដេចហើយយើងទៅស្វែងយល់វាទាំងអស់គ្នា Go តើអ្វីទៅគឺជាកាក់ Space and Time ឬក៏ SHT អ្នកទាំងអស់គ្នាកាក់ Space and Time ឬក៏អក្សរកាត់ SHT គឺជាប្រភេទ decentralized data warehouse ដែលធ្វើការ bring CK អ្នកទាំងអស់គ្នាមានន័យថា zero knowledge verification to data processing វាជាប្រភេទ securing crypto data សម្រាប់ smart contract សម្រាប់កាក់ Space and Time នេះអ្នកទាំងអស់គ្នាវាគឺជាប្រភេទ proof of SQL zero knowledge proof system ដែលធ្វើការ enable developer ដើម្បីធ្វើការ generate verifiable authentication for standard SQL query តោះយើងទៅស្វែងយល់បន្ថែមទៀតទាក់ទងជាមួយនឹងកាក់ Space Time ឬក៏កាក់ SHT នេះទាក់ទងជាមួយនឹង supply tokenomics ហើយនឹងការប្រកាសរបស់បាញ់ណងចំពោះកាក់មួយនេះបាទអ្នកទាំងអស់គ្នាថ្មីនេះគឺបាញ់ណងបានធ្វើការប្រកាស announcement ទាក់ទងជាមួយនឹង project បាញ់ណង LAN pool អ្នកទាំងអស់គ្នាចំពោះកាក់ Space and Time ហើយអក្សរកាត់របស់វាគឺ SHT ហើយអ្នកទាំងអស់គ្នាធ្វើការចូលរួមជាមួយនឹងបាញ់ណង LAN pool នេះដើម្បីបានលុយ free ហើយនឹងបាននៅកាក់ free តាមរយៈអ្នកទាំងអស់គ្នាធ្វើការ locking អ្នកទាំងអស់គ្នានៅចំនួន3 crypto 3 pool គឺទី1អ្នកទាំងអស់គ្នាធ្វើការ lock នៅ BNB ទី2អ្នកទាំងអស់គ្នាធ្វើការ lock នៅ FDUSD ទី3អ្នកទាំងអស់គ្នាធ្វើការ lock នៅ USDC ពីចុងក្រោយមិញគឺជា stable coin ហាមួយដំបូងគឺជាប្រភេទ native coin របស់បាញ់ណងផ្ទាល់អញ្ចឹងគឺបាញ់ណងធ្វើការប្រកាសនៅ project នេះគឺជា project លើកទី69ហើយអ្នកទាំងអស់គ្នាទៅលើបាញ់ណង LAN pool ហើយឈ្មោះរបស់វាគឺ Space and Time អក្សរកាត់របស់វាគឺ SHT ដែលជាប្រភេទ Microsoft backed blockchain សម្រាប់ CK Zero Knowledge Prevent Data ហើយកាក់នេះអ្នកទាំងអស់គ្នាកាក់ SHT នេះអ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាចូលរួមដើម្បីទទួលបាន airdrop នេះរយៈពេល2ថ្ងៃគឺអ្នកទាំងអស់គ្នាធ្វើការ lock នៅ BNB អ្នកទាំងអស់គ្នា lock នៅ FDUSD ឬក៏អ្នកទាំងអស់គ្នាធ្វើការ lock នៅ USDT ដើម្បី USDC ដើម្បីអ្នកទាំងអស់គ្នាទទួលបាននៅ SHT airdrop រយៈពេល2ថ្ងៃអ្នកទាំងអស់គ្នាជាមួយនឹងការ farming បាទចាប់ពីខែ5ថ្ងៃទី6ដល់ថ្ងៃទី8អ្នកទាំងអស់គ្នាសម្រាប់ការ SHT នេះអ្នកទាំងអស់គ្នា spend time នេះនឹងធ្វើការ list នៅក្នុងបាញ់ណងអ្នកទាំងអស់គ្នានៅថ្ងៃទី8ខែ5អ្នកទាំងអស់គ្នាអញ្ចឹងវាតាំងពីថ្ងៃទី6អ្នកទាំងអស់គ្នា6 7 8រយៈពេល2ថ្ងៃអ្នកទាំងអស់គ្នាវាឲ្យធ្វើឲ្យយើងធ្វើការ lock នៅ BNB FDUSD ឬក៏ USDC ដើម្បីទទួលបានកាក់នេះរយៈពេល2ថ្ងៃអញ្ចឹងកាក់នេះនឹងធ្វើការដាក់ឲ្យយើងធ្វើការទិញលក់នៅក្នុង crypto exchange របស់បាញ់ណងគឺថ្ងៃទី8ខែ5អ្នកទាំងអស់គ្នាយើងទៅមើលទាក់ទងជាមួយនឹងលំអិត tokenomics ហើយនឹង supply របស់កាក់ SHT និង spend time នេះបន្តិចអ្នកទាំងអស់គ្នាអញ្ចឹង
សម្រាប់កាក់នេះអ្នកនរគ្នាឈ្មោះរបស់វាគឺ Space and Time SAT ហើយ total supply របស់វាគឺ5 billion អ្នកនរគ្នាបាទ5000លានកាក់ហើយ maximum supply របស់វាគឺ5000លានកាក់ដែរសម្រាប់ LAN pool ដែលវាដាក់ឲ្យអ្នកនរគ្នា farm យកនៅលុយ free កាក់ free នេះគឺវាដាក់តែ 2.5% ទេអ្នកនរគ្នាគិតជាកាក់គឺតែ125លានកាក់ប៉ុណ្ណោះសម្រាប់ calculating supply ដែលវាដាក់ចូលផ្សារដើម្បីយើងធ្វើការទិញលក់គឺវាដាក់តែ 28% ទេគិតជាចំនួនកាក់គឺ1400លានអ្នកនរគ្នាអញ្ចឹង1400លានកាក់គឺវាដាក់ឲ្យយើងធ្វើការទិញលក់សល់ប្រមាណទៀតគឺវាមាន project វាមានកម្មវិធី unlocking របស់វាបន្តហើយកាក់នេះអ្នកនរគ្នា SAT Spend Time នេះសម្រាប់ smart contract របស់វាអ្នកនរគ្នាគឺវាប្រើ Ethereum ហើយនឹង Base ចឹងដើម្បីចូលរួមជាមួយនឹង Binance LAN Pool ដើម្បីទទួលបាននៅកាក់នេះអ្នកនរគ្នាវា support pool របស់យើងគឺ3អ្នកនរទី1គឺឲ្យយើង lock នៅ BNB យើង lock នៅ BNB គឺយើងទទួលបាននៅ reward ជាកាក់ហ្នឹងគឺ 85% អ្នកនរគ្នា lock FD USD យើងទទួលបាន 5% អ្នកនរគ្នា lock USDC ទទួលបាន 10% អញ្ចឹង3ហ្នឹងបើអ្នកនរគ្នា lock BNB យើងទទួលបានលុយច្រើនបើអ្នកនរគ្នា lock USDT បាន 10% តិចជាងគេគឺ FD USD អាស្រ័យលើអ្នកនរគ្នាតែបើអ្នកនរគ្នាចង់សុវត្ថិភាព zero risk អត់មានហានិភ័យអីទាំងអស់គឺអ្នកនរគ្នា lock stable coin គឺ FD USD ឬក៏ USDC បើយើង lock BNB នៅពេលដែលកាក់នឹងចោលយើងលក់វាខាតកាក់វាឡើងគឺយើងចំណេញគុណចំណេញដែរបើព្រួយមួយបាញ់បានសាត់ពីរអ្នកនរគ្នាអញ្ចឹងយើងមកងាកជាមួយនឹង website របស់វាបន្តិចដើម្បីយើងសរសើរបន្ថែមលម្អិតជាមួយនឹង project Spend Time នេះបាទនេះគឺជា website របស់វាអូខេ website Space and Time ហើយសម្រាប់ project នេះអ្នកនរគ្នាវា back ជាមួយនឹង Microsoft ណាអ្នកនរគ្នាមើលចុះមកក្រោមមកឃើញអំពីការ review របស់ project នេះអ្នកនរគ្នា project នេះវាជាប្រភេទ proof of actual ផងអ្នកនរគ្នាមើល review របស់វាអ្នកនរគ្នាវត្តឲ្យ partner របស់វាអ្នកនរគ្នាគឺ CVP at Microsoft អ្នកនរគ្នាអញ្ចឹងនេះមានតំណែងជាមួយ Microsoft ទាក់ទងជាមួយនឹង Chainlink អ្នកនរគ្នា Conlab អី Hit or Investment អី Polygon Lab អីគឺមានតំណែងជាមួយនឹងកាក់នេះវាមាន partner អ្នកនរគ្នា partner របស់វាល្អដែរអ្នកនរគ្នាសម្រាប់កាក់ Spend Time នេះហើយអ្នកនរគ្នា white paper របស់វាអ្នកនរគ្នា white paper របស់វាដូចជាមាន53ទំព័រអ្នកនរគ្នានេះគឺជាទាក់ទងជាមួយនឹង white paper ហើយ white paper គឺកន្លែងដែលនិយាយអំពីទស្សនវិស័យ technology behind project ថា technology គេ blockchain គេដែល project នឹងប្រើហើយវាមាន road map យ៉ាងម៉េចវាមាន strategy យ៉ាងម៉េចទាំងមកក្នុងកាក់ហ្នឹងគឺយើងមកស្វែងយល់នៅក្នុង white paper របស់កាក់ហើយយើងមកមើលទាក់ទងជាមួយនឹង social media របស់វារបស់វាគឺមាន 490k ធំរបស់វាដែរអ្នកនរចឹង volume របស់វាអាចរៀងគាត់បើដោយសារតែវាមាន member វាច្រើនអ្នកនរក្នុងការទិញលក់បាទហើយនេះទាក់ទងជាមួយនឹង social media របស់វាគឺ 490k ហើយវាបង្ហោះទាក់ទងជាមួយនឹង project របស់វាហ្នឹងឯង project របស់វានេះវាទាក់ទងជាមួយ secure crypto data សម្រាប់ smart contract ហើយវាមាន partner ច្រើនល្បីសម្រាប់ project Spend Time មួយនេះបាទអញ្ចឹងបន្ទាប់នេះយើងទៅស្វែងយល់ data អ្វីទៅគឺជា Binance LAN Pool អ្នកនរគ្នាដូចខ្ញុំធ្លាប់និយាយឲ្យ Binance LAN Pool Binance LAN Page Binance Holder Airdrop វាស្តីងគ្នាសម្រាប់ Binance LAN Pool នេះវាជា program របស់ Binance ដែលធ្វើការផ្ដល់រង្វាន់ទៅឲ្យ user របស់ Binance ដែល user ទាំងអស់ហ្នឹងគឺត្រូវការ follow ទៅតាមអ្វីដែល Binance តម្រូវឲ្យដូចនៅក្នុង Binance LAN Pool នេះគឺ Binance គាត់តម្រូវឲ្យសម្រាប់ user របស់ Binance គឺធ្វើការ hold នៅកាក់3គឺកាក់ BNB កាក់ FD USD ហើយនិងកាក់ USDC អញ្ចឹងសម្រាប់ user ដែល hold នៅកាក់3នេះគឺមានលទ្ធភាពក្នុងការទទួលបាននៅកាក់ដែលធ្វើការ list ដំបូងនៅក្នុង Binance ជាប្រភេទ airdrop ហើយក៏ជាប្រភេទ farming កាក់ទាំងអស់នោះនេះហៅថា Binance LAN Pool បាទអ្នកនរគ្នាអញ្ចឹងយើងមកដឹងអំពីរបៀបចូលរួម participate ដើម្បីឲ្យបានលុយ free ហើយនឹងកាក់ free នេះដំបូងមកអ្នកទាំងអស់គ្នាចង់ចូលរួមអ្នកគ្នាត្រូវតែមាន account Binance សិនណាអ្នកនរគ្នាតែរបៀបបង្កើតរបៀបអីអ្នកនរគ្នាមើលវីដេអូដំបូងអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាមាន account Binance រួចរាល់ហើយយើងធ្វើការបើក account Binance យើងតែម្ដងអញ្ចឹងយើងគាត់បើក account Binance ចឹងមកអ្នកគ្នាវានឹងចេញ home បែបនេះអញ្ចឹងបញ្ជាក់អ្នកនរគ្នានៅពេលអ្នកនរគ្នាចូលមក account Binance ហើយអ្នកនរគ្នាចូលរួមអ្នកគ្នាត្រូវតែមានលុយណាអ្នកនរគ្នាបើអ្នកនរគ្នាអត់មានលុយទេអ្នកនរគ្នាត្រូវធ្វើការ deposit ហ្នឹងគឺបញ្ចូលលុយទៅក្នុងគណនី Binance របស់យើងរបៀបបញ្ចូលលុយនេះអ្នកនរគ្នាមើលវីដេអូមួយនេះណាអ្នកនរគ្នានេះវីដេអូរបស់ខ្ញុំបាទមួយនេះគឺវីដេអូរបៀបដាក់លុយចូលទៅក្នុង Binance អញ្ចឹងអ្នកនរគ្នាត្រូវមានលុយចូលសិនអញ្ចឹងទូទៅលុយរបស់អ្នកទាំងអស់គ្នាវានឹងមកនៅក្នុង funding អ្នកនរគ្នាលុយនៅក្នុង funding បន្ទាប់មកអ្នកនរគ្នាត្រូវ transfer ពី funding ហ្នឹងមកកាន់ spot អញ្ចឹងបន្ទាប់ពីអ្នកនរគ្នាមានលុយនៅក្នុង spot ហើយឧទាហរណ៍លុយរបស់ខ្ញុំគឺ$4378ឡាតែវាជា USDT អញ្ចឹងយើងវាអត់ support ជាមួយនឹង Binance LAN Pool ទេនៅក្នុង Binance LAN Pool វា support 3គឺ BNB USDC ឬក៏ FD USD អញ្ចឹងយើងត្រូវមាន3កាក់ហ្នឹងកាក់មួយណាក៏បានដែរដើម្បីទៅចូលរួមជាមួយនឹង Binance LAN Pool អញ្ចឹងដើម្បីបាននៅកាក់នេះវាមានរបៀបវាច្រើនដើម្បីយើងទទួលបាននៅកាក់នេះដំបូងអ្នកនរគ្នាអាចធ្វើការ convert ទី2អ្នកនរគ្នាអាច
អាចធ្វើការ trade ទូកាក់នឹងតែម្ដងអញ្ចឹងឧទាហរណ៍យើង trade ចុចកន្លែង trade វាពិបាកណាស់យើងត្រូវ convert វិញស្រួលអញ្ចឹង convert មកឧទាហរណ៍យើងចុចកន្លែងពាក្យ home មកយើងចុចកន្លែង more មកអ្នកនរគ្នាចុចកន្លែងពាក្យនេះ trade យកពាក្យ convert សម្រាប់ការចូលរួមនៅក្នុងបាញ់នង land pool នេះអ្នកនរគ្នាលុយ$50ឡើងទៅអូខេហើយអ្នកនរគ្នាអញ្ចឹងខាងក្រោមនេះយើងយក BNB ដោយសារតែ BNB យើងបានដល់80%ជាងអ្នកនរគ្នាចំណេញជាង FD USD ហើយនិង USD USDC អញ្ចឹងខាងលើនេះខ្ញុំមកទិញលុយតែ$100ទេអញ្ចឹងខ្ញុំយកលុយ$100ដើម្បីចូលរួមជាមួយនឹងបាញ់នង land pool ហ្នឹងបន្ទាប់មកយើងចូលទៅកាន់ spot ទៅវិញអ្នកនរគ្នា access យើងមើល spot យើង refresh វាទៅយើងបានកាក់ BNB នឹងហើយនៅហើយយើងបានកាក់ BNB ហើយគឺជាលុយ99.7វាកាត់ fee របស់យើងអញ្ចឹងយើងបានកាក់ BNB ហើយបន្ទាប់ពីយើងបានកាក់ BNB ហើយយើងយកកាក់ BNB យើងហ្នឹងយកទៅធ្វើការចូលរួមជាមួយនឹងបាញ់នង land pool អញ្ចឹងយើងចុចកន្លែង home ហ្នឹងយើងចុចកន្លែងពាក្យថា more បន្ទាប់មកយើងចុចកន្លែងពាក្យថា land pool អ្នកនរគ្នាខាងលើហ្នឹងណាវានឹងចេញកាក់ដែលកំពុងតែដំណើរការ land pool ឲ្យហើយអ្នកនរគ្នាដែលជា project 60ប្រមាណរបស់យើងមិញ67 69អីគេនេះអញ្ចឹងយើងចុចកន្លែង participate ហ្នឹងមកបាទហើយយើងរើស pool មាន3 BNB FDUSD ឬក៏ USDC អញ្ចឹងរបស់យើងមិញគឺយើងមាន BNB ដោយសារ BNB យើងបានភាគរយខ្ពស់ជាងពីខាងក្រោមអញ្ចឹងចុច BNB មកបន្ទាប់មកយើងចុច maximum វាទាំងអស់មកអ្នកនរគ្នាយើងចុច confirm មកបាទនេះ confirm មកវាចេញពាក្យថា successful participate អូខេអញ្ចឹងគឺយើងបានចូលរួមជាមួយនឹង project បាញ់នង land pool ហើយវានឹងទម្លាក់កាក់របស់យើងឲ្យយើងអ្នកនរគ្នាវា lock ហើយវាទម្លាក់កាក់របស់យើងឲ្យយើងនៅក្នុង spot ប្រចាំម៉ោងប្រចាំថ្ងៃរហូតដល់ថ្ងៃដែលវាធ្វើការដាក់កាក់នឹងឲ្យធ្វើការទិញលក់នៅក្នុងបាញ់នងអញ្ចឹងយើងទទួលបាននៅលុយ free កាក់ free គឺបែបនេះឯងបាទអ្នកនរគ្នាអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណេះទាក់ទងជាមួយនឹងបាញ់នង land pool project SHT សរវេករបស់វាគឺ spec and time អញ្ចឹងមុននឹងចប់បើអ្នកនរគ្នាអត់ទាន់ធ្វើការ subscribe ទេអ្នកនរគ្នាជួយធ្វើការ subscribe channel របស់ខ្ញុំបាទមួយផងណាបាទអរគុណ Have a nice day bye bye